សូមជូនរឿងខ្មោចនៅដើមព្រេងរឿងនេះខ្ញុំបានស្ដាប់ពីអ្នកមិញម្នាក់ឈ្មោះលៀងគាត់បាននិយាយរឿងដែលគាត់បានជួបខ្មោចកាលពីគាត់នៅក្មេងប្រាប់ខ្ញុំកាលនោះគាត់ទើបតែមានអាយុ8 9ឆ្នាំប៉ុណ្ណោះគឺនៅកំឡុងឆ្នាំ1980ដែលប្រទេសខ្មែរយើងទើបតែរួចអំពីរបបប្រល័យពូជសាសន៍ថ្មីៗដែរទេកាលនោះគាត់ចូលចិត្តដើរលេងទៅណាមកណាតែម្នាក់ឯងមិនចេះខ្លាចនោះឡើយថ្ងៃមួយគាត់បានដើរទៅបេះផ្លែព្រីងនៅឯក្បែរព្រែកខាងចុងភូមិព្រោះនៅទីនោះមានដើមព្រីងធំៗមានផ្លែច្រើនណាស់នៅពេលទៅដល់កន្លែងដើមព្រីងគាត់ឃើញផ្ទះទាមួយខ្នងនៅក្បែរដើមព្រីងនោះនៅក្នុងផ្ទះឃើញមានសមាជិកគ្រួសារចំនួន3នាក់គឺឪពុកម្ដាយនិងកូនស្រីក្រមុំដ៏ស្រស់ស្អាតម្នាក់ហើយមើលទៅសាច់ឈាមនិងការស្លៀកពាក់របស់ពួកគេអាចឲ្យដឹងថាគឺជាចិនឆៅនៅពេលឃើញគាត់ទាំង3បានសោកដាក់គាត់គ្រប់គ្នាហើយគាត់បានចាំថាបរិសុទ្ធជាប្ដីបានដាក់ក្មេងនេះទៀតផងបរិសុទ្ធជាប្ដីបាននិយាយទៅកាន់គាត់ទាំងមិនបង្ហើបមាត់ទាល់តែសោះគ្រាន់តែសោកដាក់គាត់ក៏ឮសំឡេងបរិសុទ្ធនោះហៅគាត់ឲ្យចូលទៅយកនំអាកោញ៉ាំគាត់ក៏បានចូលទៅក្នុងផ្ទះនោះព្រោះមិនដឹងថាពួកគេជាខ្មោចនោះឡើយប្រហែលមកពីកាលនោះគាត់នៅក្មេងហើយខ្មោចមិនបង្ហាញខ្លួនមិនមានភាពគួរឲ្យខ្លាចគ្រួសារនោះរុះរាយរាក់ទាក់ចិត្តប្អូរដាក់គាត់ណាស់នៅពេលញ៉ាំនំអាកោឆ្អែតគាត់ក៏សុំត្រឡប់ទៅផ្ទះវិញហើយពីរនាក់ប្ដីប្រពន្ធថែមទាំងផ្ដាំគាត់ថាថ្ងៃក្រោយឲ្យឧស្សាហ៍មកលេងផ្ទះខ្លួនទៀតនៅពេលមកដល់ផ្ទះម្ដាយគាត់ក៏សួរគាត់ថាទើបតែមកពីណាគាត់បានប្រាប់ម្ដាយតាមត្រង់ដូចអ្វីដែលបានជួបក្រោយពីបានស្ដាប់គាត់រៀបរាប់ប្រាប់ចប់អស់ហើយម្ដាយក៏ស្ដីបន្ទោសឲ្យគាត់និងហាមមិនឲ្យគាត់ទៅទីកន្លែងនោះទៀតទេតែមិនបានប្រាប់ថាវាគឺជាខ្មោចលងឡើយប្រហែលជាម្ដាយគាត់ខ្លាចកូនភ័យទើបមិនប្រាប់នៅពេលនោះគាត់បានឃើញម្ដាយគាត់ប្រញាប់ប្រញាល់យកអង្ករមកបាចនៅមុខផ្ទះដើម្បីបញ្ជាឧបទ្រពចង្រៃចេញពីផ្ទះនិងបានសូត្រធម៌យកខ្សែសីមាមកចងពាក់ឲ្យគាត់ហើយមើលទៅម្ដាយគាត់ដូចជាខ្វល់ខ្វាយព្រួយបារម្ភខ្លាំងណាស់លុះកន្លងមកជាច្រើនឆ្នាំគាត់ធំដឹងក្ដីទើបម្ដាយគាត់នឹកឃើញយករឿងនេះមកនិយាយប្រាប់គាត់ថាកាលនៅពីតូចគាត់ត្រូវខ្មោចលងខ្មោចហៅឲ្យទៅញ៉ាំនំអាកោតាមការពិតនៅកន្លែងនោះដើមព្រីងនោះគ្មានផ្ទះសម្បែងអ្វីនោះទេមានតែភ្នៅខ្មោចចិននៅក្បែរដើមព្រីងនោះតែប៉ុណ្ណោះនៅពេលដឹងការពិតគាត់មិនមានអារម្មណ៍ភ័យខ្លាចអ្វីនោះឡើយព្រោះវាបានកន្លងហួសទៅហើយប៉ុន្តែគាត់បែរជាគិតថាខ្មោចនោះមិនមែនចង់លងបន្លាចគាត់នោះទេប្រហែលជាគេមានចិត្តល្អចង់ឲ្យនំគាត់ញ៉ាំតែប៉ុណ្ណោះបើខ្មោចនោះចង់លងឲ្យគាត់ខ្លាចប្រហែលជាមិនមែនបង្ហាញខ្លួនបែបនោះទេគឺប្រាកដជាធ្វើមុខមាត់គួរឲ្យខ្លាចឲ្យគាត់ភ័យរត់ផាសក្រញ៉ាំជាមិនខានរឿងនេះសូមចប់ដោយបរិបូរណ៍អញ្ចឹងបងប្អូនទាំងអស់គ្នាដែលទស្សនាទៅលើ Channel YouTube របស់ខ្ញុំសូមជួយចុច Subscribe YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអញ្ចឹងរឿងនេះខ្ញុំដកស្រង់ចេញពីប្រភព website Voice Theory បាទបងប្អូនទាំងអស់គ្នាអាចអាននៅតាម description link ដែលខ្ញុំដាក់នៅខាងក្រោមបានអ្នកទាំងអស់គ្នាបាទអ្នកគ្នាចង់ចូលទៅអានបានបាទមានរឿងច្រើននៅក្នុង website នេះបាទរឿងនេះខ្ញុំដកស្រង់ពីប្រភពមួយហ្នឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងអ្នកគ្នាជួយចុច Subscribe ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណអញ្ចឹងអ្នកគ្នាខានជួបខ្ញុំ3ខែសាញខ្ញុំជាប់លបបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសូមអធិស្ឋានផងសូមអរគុណ